ជាទខ្ញុំសូមជំរាបសួរលោកគ្រូនេះគឺជាវីដេអូដែលខ្ញុំនឹងធ្វើការបង្ហាញនៃការប្រើប្រាស់ comment នៅក្នុងលំហាត់ទី1គឺ user security ចឹងដោយយោងទៅតាមប្រធានគឺខ្ញុំសូមធ្វើការបង្កើតនៅគ្រប់ទាំង4ហើយខ្ញុំបានធ្វើការប្រើប្រាស់នៅloop ជាជំនួយបន្តមកទៀតគឺខ្ញុំបានធ្វើការបង្កើតនៅ user ទាំង8ដែលខ្ញុំបានប្រើប្រាស់ loop ដូចគ្នាចឹងបន្ទាប់ពីខ្ញុំបានធ្វើការប្រើ group និង user ហើយខ្ញុំសូមធ្វើការ add user ទៅកាន់ group នេះមួយចឹងតទៀតគឺខ្ញុំចាប់ផ្ដើមចូលទៅ edit នៅក្នុង Sudo R ខ្ញុំចាត់ស្ដែងចំពោះក្រុម ISU25A គឺខ្ញុំសូម password ខ្ញុំចូលតែខ្ញុំនឹងallow ឲ្យវាធ្វើការអាច install app ហើយខ្ញុំក៏បានធ្វើការបិទនៅ command reboot ក៏ដូចជា shutdown ចំពោះក្រុម85B គឺខ្ញុំបានធ្វើការវាallow control app ហើយនឹង user ហើយក៏បានធ្វើការបិទនៅ command reboot ដូចជា shutdown ទៅកាន់គ្រប់ admin ដូចគ្នាខ្ញុំមានន័យថាចំពោះ user ដែលស្ថិតនៅក្នុងក្រុម
B ឬក៏ A ហ្នឹងក៏អត់អាចធ្វើការ access ទៅលើ command reboot ឬក៏ shutdown អញ្ចឹងវា follow សិតយកបានកំណត់ទៅកាន់គ្រប់បែបវិញហើយចំពោះក្រុម IU25C គឺខ្ញុំallow វា control user បានដូចជា add user mode ក៏ដូចជា delete ហើយខ្ញុំក៏បានធ្វើការបិទ command reboot shutdown នេះគ្នាហើយចំពោះក្រុម IU25D គឺ allow remove app គឺខ្ញុំបានធ្វើការ allow វាហើយក៏បិទ command shutdown reboot ដូចគ្នាតោះមកខ្ញុំធ្វើការចុច escape ហើយយើងធ្វើការ save វាទុកចឹងខ្ញុំសូមធ្វើការ login ទៅកាន់ user SUA white password ដោយជាក់ស្ដែងនៅក្នុងក្រុម SU25A គឺអនុញ្ញាតឲ្យធ្វើការតែinstall app ទេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ test នៅ delete user នឹងតើវា load ឲ្យអត់ហើយខ្ញុំសូមទៅធ្វើការ test លុបនៅ user C ចំឡងសូមចូល user ចឹងវានឹងបង្ហាញ message ឲ្យថា sorry user is not allowed to execute តើតើជាមួយនឹងការ delete ចឹងឥឡូវខ្ញុំតេស្តមួយទៀតគឺតេស្តទៅលើsudo shutdown គឺវានឹងបង្ហាញដូចគ្នាថាវា user SUA នេះគឺអត់មានសិទ្ធិក្នុងការតែប្រើប្រាស់ command shutdown ដូចគ្នាចឹងសម្រាប់ជំហានបន្ទាប់តទៅជាមួយនឹងpassword setting របស់យើងហ្នឹងចឹងដោយសារតែពីមុនគឺខ្ញុំបានធ្វើការ set a strong password ហើយចឹងហើយខ្ញុំសូមធ្វើការបង្ហាញជូនទៅសូម exit ទៅមកបាន script ចូលចឹងនៅក្នុងនោះគឺខ្ញុំបានដាក់ retry ដើម្បីមានមានអក្សរទូអក្សរធំមានវត្តសញ្ញាទឹកមួយក៏ជា reject user នេះចឹងនឹងថាខ្ញុំបានធ្វើការ set strong password រួចរាល់ហើយចឹងវិញចឹងឈានបន្ទាប់គឺខ្ញុំនឹងធ្វើការទៅ check ទៅលើ check password policy របស់យើង
ចឹងខ្ញុំសូមវាយ comment check នៅ password policy again gp រាប់ទៅនៃ sup ចឹងជាក់ស្ដែងគឺខ្ញុំអត់ទាន់បាន set អីទាំងអស់តែតើអ្នកចាស់គឺអត់មានអីទាំងអស់ចឹងឥឡូវខ្ញុំចាប់ឡើងធ្វើការ set នៅ policy ឲ្យវាចឹងខ្ញុំសូមធ្វើការប្រើ for loop ដើម្បីចំណុយចឹងទី1តកតងជាមួយនឹងpassword lock រយៈពេល1ឆ្នាំខ្ញុំនឹងវាយ command sudo change ដកពីធំរយៈពេល1ឆ្នាំចឹងទៅគឺ2027ដល់ខែ5ថ្ងៃទី8តបមកគឺខ្ញុំសូមបន្តទៀតគឺខ្ញុំបានធ្វើការ set នៅ password expire គឺរយៈពេល1ខែគឺដកអនធំ30ថ្ងៃតទៀតគឺខ្ញុំនឹងធ្វើការ set ឲ្យគេដូរ password ដកបន្ទូចទឹក minimum 27ថ្ងៃចំនួនថាមុន3ថ្ងៃនៅចុងក្រោយគឺខ្ញុំនឹងalert ឲ្យ user change password មុន3ថ្ងៃចឹងខ្ញុំចូលទៅ check នៅខាងក្នុងភាសាទៀតចឹងយើងនឹងឃើញថាវានឹងធ្វើការ account expire ពេល1ឆ្នាំទៅឆ្នាំ2007ចឹងមានន័យថា user នឹងត្រូវ suspend ហើយខ្ញុំក៏បានធ្វើការ set នៅ minimum number of data password change គឺ27ថ្ងៃ maximum គឺ30ហើយនឹង alert នឹងពេល3ថ្ងៃហើយchange